ក្រូចថ្លុងសម្បូរជាតិសរសៃនិងប្រយោជន៍ច្រើនទៀតដល់សុខភាពក្រូចថ្លុងក្រៅពីមានរសជាតិផ្អែមឆ្ងាញ់ហើយផ្លែឈើប្រភេទនេះក៏សម្បូរទៅដោយវីតាមីនជាតិរ៉ែនិងសារធាតុប្រឆាំងអុកស៊ីតកម្មដែលល្អចំពោះសុខភាពទៀតផងអត្ថបទនេះនឹងបង្ហាញពីអត្ថប្រយោជន៍នៃក្រូចថ្លុងដែលគ្នាយើងគ្រប់គ្នាមិនគួរមើលរំលង 1. សម្បូរជាតិសរសៃ Fiber ក្នុងមួយថ្ងៃយើងត្រូវការជាតិសរសៃយ៉ាងតិចណាស់25ក្រាមផ្លែក្រូចថ្លុងមួយ610ក្រាមមានជាតិសរសៃ6ក្រាមដូច្នេះការញ៉ាំក្រូចថ្លុងជាជម្រើសមួយដ៏ល្អសម្រាប់បំពេញជាតិសរសៃសម្រាប់រាងកាយជាតិសរសៃនេះអាចជួយដល់ការបន្ទោបង់និងបង្ការការទល់លាមកមិនត្រឹមតែប៉ុណ្ណោះជាតិសរសៃអាចជួយដល់ឆ្អឹងការរក្សាទម្ងន់រយៈពេលវែងជំនួយដល់សុខភាពពោះវៀននិងខួរក្បាលរួមទាំងបន្ថយការប្រឈមនឹងការកើតជំងឺរ៉ាំរ៉ៃមួយចំនួន 2. ជួយដល់ការបញ្ចុះទម្ងន់ក្រូចថ្លុងជាអាហារមានកាឡូរីទាបដែលអាចជួយដល់ការបញ្ចុះទម្ងន់ដល់គ្នាយើងណាដែលចង់ស្រកគីឡូម្យ៉ាងទៀតក្រូចថ្លុងក៏មានប្រូតេអ៊ីននិងជាតិសរសៃដែលអាចជួយឲ្យយើងឆ្អែតបានយូរដូច្នេះផ្លែក្រូចថ្លុងជួយជម្រើសដ៏ល្អប្រសិនជាយើងចង់កាត់បន្ថយចំនួនកាឡូរីក្នុងរាងកាយនិងសម្រកទម្ងន់ 3. សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មផ្លែក្រូចថ្លុងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយក្នុងការបង្កើតនិងបំរុងទុកនូវកោសិកាដែលខូចខាតដោយសារពពួករ៉ាឌីកាសេរីពពួករ៉ាឌីកាសេរីគឺជាសមាសធាតុដែលមាននៅក្នុងបរិយាកាសនិងអាហារដែលអាចបង្កឲ្យមានបញ្ហាសុខភាពនិងជំងឺរ៉ាំរ៉ៃដោយសារក្រូចថ្លុងមានផ្ទុកនូវវីតាមីន C ច្រើនលទ្ធភាពក្នុងការបញ្ចេញសារធាតុប្រឆាំងអុកស៊ីតកម្មក៏ល្អដែរសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់នៅក្នុងផ្លែឈើនេះគឺណារីនជេនីននិងណារីនជីនរួមទាំងមាននៅសារធាតុប្រឆាំងអុកស៊ីតកម្មលីកូប៉ែនដែលមាននៅក្នុងប៉េងប៉ោះដែរដែលប្រឆាំងនឹងការរលាកទៀតផង 4. ជួយដល់សុខភាពបេះដូងផ្លែក្រូចថ្លុងអាចជួយកាត់បន្ថយនៅកូលេស្តេរ៉ុលនិងខ្លាញ់អាក្រក់ triglyceride ដែលបង្កជំងឺបេះដូងប្រសិនជាអ្នកកំពុងប្រើប្រាស់ថ្នាំបញ្ចុះកូលេស្តេរ៉ុល statin គួរជៀសវាងបរិភោគក្រូចថ្លុង 5. ជួយពន្យាភាពចាស់ផ្លែក្រូចថ្លុងសម្បូរវីតាមីន C ដែលអាចជួយបង្ការការខូចខាតរបស់ស្បែកនិងជួយរក្សាសម្រស់បន្ថែមពីនេះទៀតក្រូចថ្លុងក៏ជួយកាត់បន្ថយ AGEs Advanced Glycation End Products កម្រិតជាតិស្ករក្នុងឈាមបានដែរ 6. ជាសារធាតុប្រឆាំងបាក់តេរីនិងផ្សិតផ្លែក្រូចថ្លុងក៏មានផ្ទុកសារធាតុប្រឆាំងនឹងបាក់តេរីនិងផ្សិតដែរការស្រាវជ្រាវជាច្រើនបានសិក្សាទៅលើឥទ្ធិពលនេះដោយប្រើប្រាស់នូវប្រេងដែលធ្វើពីសម្បកក្រូចថ្លុងប្រេងនេះមានកំហាប់ខ្លាំងដូច្នេះគួរជៀសវាងការបរិភោគនិងត្រូវពង្រាវឲ្យបានត្រឹមត្រូវមុននឹងប្រើប្រាស់ 7. បង្ការជំងឺមហារីកផ្លែក្រូចថ្លុងក៏អាចជួយកម្ចាត់កោសិកាមហារីកនិងទប់ស្កាត់ការរីករាលដាលនៃមហារីកដែរតាមការពិសោធន៍ទៅលើសត្វកណ្តុរបានបង្ហាញថាសារធាតុប្រឆាំងអុកស៊ីតកម្មអាចកម្ចាត់នូវកោសិកាមហារីកនិងជួយដល់ប្រព័ន្ធភាពស្អាំការពិសោធន៍ផ្សេងទៀតបានឲ្យដឹងថាសារធាតុ Naringenin នៅក្នុងផ្លែក្រូចថ្លុងអាចកម្ចាត់នូវកោសិកាមហារីកក្រពេញប្រូស្តាតនិងលំពែងរួមទាំងទប់ស្កាត់ការរីករាលដាលនៃមហារីកសួតទៀតសូមបញ្ជាក់ដែរថាឥទ្ធិពលផ្លែក្រូចថ្លុងទៅលើមហារីកនេះនៅត្រូវធ្វើការសិក្សាបន្ថែមទៀតជាពិសេសទៅលើមនុស្សបើគិតថាវីដេអូនេះល្អសូមជួយចែករំលែកបន្តផងសូមអរគុណ